គោរពអនុញ្ញាតជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅថ្ងៃនេះខ្ញុំមានសាច់រឿងមួយទៀតហើយដែលជាសាច់រឿងរបស់លោកអ៊ំគង់លោកអ៊ំគង់គាត់មានអាយុ55ឆ្នាំគាត់រស់នៅខេត្តកំពង់ឆ្នាំងហើយគាត់ក៏បានជួបរឿងហេតុការណ៍មួយដ៏អាក្រក់សម្រាប់គាត់ជួបរឿងនេះហើយគាត់លែងហ៊ានទៅបាញ់សត្វទៀតហើយចង់ដឹងថាសាច់រឿងគាត់ទៅជាយ៉ាងណាសូមអញ្ជើញតាមដានស្ដាប់ជាមួយខ្ញុំបាទទាំងអស់គ្នានៅថ្ងៃមួយលោកអ៊ំគង់គាត់បាននិយាយថាមានមេឃភ្លៀងធ្លាក់មកមួយមេធំអ្នកភូមិទាំងអស់តែងតែចេញដើររកកង្កែបឬក៏ចាប់ក្តាមឬក៏ចាប់កន្លន់តនដើម្បីទុកខ្លែងស្រាឬក៏យកទៅលក់ចំណែកលោកអ៊ំគង់គាត់ជាអ្នកដើរបាញ់សត្វនិយាយរួមទៅគាត់ឃើញអីគាត់ចាប់នឹងមិនថាឃើញកង្កែបគឺគាត់ចាប់កង្កែបឃើញក្តាមគឺគាត់ចាប់ក្តាមបើសិនជាលើដើមឈើមានសត្វទៀតគឺគាត់បាញ់សត្វពេលនោះលោកអ៊ំគង់គាត់បានធ្វើដំណើរទៅវាលស្រែគាត់ថាសិតតែភ្លើងអ្នកភូមិនៅក្នុងស្រែកន្លែងណាក៏មានភ្លើងអ្នកភូមិដែរដូច្នេះហើយទើបគាត់បង្វែរផ្លូវរបស់គាត់បានទៅរកបាញ់សត្វនៅលើទួលមួយដែលទួលនោះសម្បូរព្រៃឈើហើយសម្បូរដើមឈើធំទៀតមិនថាតែព្រៃទូចឬក៏ព្រៃធំនោះទេក្នុងទួលនោះសម្បូរព្រៃឡើងអុបទ្រពតែម្ដងសំបីតែពេលថ្ងៃក៏គ្មានអ្នកណាហ៊ានទៅទួលនោះដែរព្រោះថាទួលនោះគឺវាឆ្ងាត់នឹងហើយក៏ឆ្ងាយពីភូមិណាស់ដែរតែលោកអ៊ំគង់ហេតុតែគាត់ជាមនុស្សដែលមិនខ្លាចពពួកខ្មោចព្រាយបិសាចនោះហើយក៏គាត់មិនដែលជឿរឿងអស់នេះដែរដូច្នេះហើយគាត់មិនដែលខ្លាចនោះទេពេលដែលគាត់ធ្វើដំណើរទៅដល់ទួលនោះគាត់ក៏បានដើរសម្លឹងមើលទៅលើដើមឈើពីដើមមួយទៅដើមមួយស្រាប់តែពេលនោះគាត់ក៏បានឃើញរលកដេកមួយគូពេលនោះគាត់ក៏បានយឹតនឹងចំពាមកៅស៊ូរបស់គាត់ទៅបាញ់រលកមួយគូនោះរលកមួយគូគាត់បាញ់បានតែមួយនោះទេចំណែកឯមួយទៀតក៏បានផ្អើលទៅសំឡេងរលកធ្លាក់លុយក្ដុកគាត់ក៏បានញញឹមថាទឹកដៃអញមិនធម្មតាទេឥឡូវព្រោះថាខានបាញ់សត្វយូរយ៉ាងណាក៏ដោយក៏ទឹកដៃនៅតែត្រង់ដែរពេលនោះគាត់និយាយរួចគាត់ក៏បានចូលទៅសត្វរលកនោះទៅពេលដែលគាត់រើសសត្វរលករួចគាត់ក៏បានធ្វើដំណើរទៅមុខទៀតគាត់ឆ្លោះលើដើមឈើមួយទៅមួយរហូតតតែដល់ដើមឈើដ៏ធំមួយទៀតពេលនោះគឺមានកុកដេកមួយវងកុកប្រហែលជា10ដូច្នេះគាត់ក៏បានលើបទៅពេលនោះគាត់ក៏បានយឹតតម្រង់ចំពីមរបស់គាត់ទៅសត្វកុកមួយក្បាលដែលវាដេកទៀបល្មមនឹងអាចឲ្យគាត់បាញ់ត្រង់សំឡេងជាពីមកៅស៊ូក៏បានលឺសូរតែផ្លាប់ចំណែកឯសត្វកុកក៏បានធ្លាក់មកក្ដុកបងប្អូនពេលនោះមេឃក៏វារលឹមតិចផងដូច្នេះកុកក៏វាមិនសូវផ្អើលនោះដែរព្រោះថាវាបានយកក្បាលរបស់វាយកទៅដាក់ក្រោមស្លាបអស់បាត់ទៅហើយពេលនោះលោកអ៊ំគង់គាត់បាញ់យកមួយដើមនោះគាត់បានកុកទាំងអស់4ពេលដែលគាត់បានកុក4បែបនេះហើយគាត់ក៏បានជក់ដៃនឹងបាញ់ហើយក៏សម្បូរសត្វណាស់ដែរគាត់ឆ្លោះពីដើមមួយទៅដើមមួយតែងតែមានសត្វដេកនោះហើយធ្វើឲ្យគាត់បានទៅចូលក្នុងព្រៃជ្រៅទៅពេលដែលគាត់ដើរចូលទៅដល់កន្លែងទួលនោះស្រាប់តែមានខ្យល់ត្រជាក់បានបក់មកផាត់ពីក្រោយខ្នងរបស់គាត់ធ្វើឲ្យគាត់ព្រឺរោមមួយសន្ទុះធំសំឡេងខ្លែងស្រាកក៏បានបន្លឺឡើងហើយថែមទាំងមានសំឡេងរលកខ្មោចយំនៅលើទួលនោះទៀតក៏ប៉ុន្តែលោកអ៊ំគង់គាត់មិនបានខ្លាចនោះទេគាត់នៅតែដើរចូលទៅក្នុងព្រៃជ្រៅល្ងឹតឈឹងតែម្នាក់ឯងសំឡេងសត្វចង្រិតយំសំឡេងសត្វក្អាត់យំឮសូរតិចរងំក្នុងព្រៃគាត់ចេះតែដើរសំដៅទៅចូលក្នុងទួលដែលក្នុងទួលនោះគឺសុទ្ធតែព្រៃនិងឧបទ្រពព្រៃធំមិនសូវមានមនុស្សហ៊ានចូលនោះឡើយព
ពេលដែលគាត់សម្ដៅឡើងទៅលើភ្នំពេលនោះគាត់ក៏បានដើរកន្លងដើមឈើមួយដែលមានទំហំធំល្មមគាត់ឆ្លោះចុះឡើងគឺមិនមានសត្វនោះទេរួចហើយគាត់ក៏បានទៅដើមឈើមួយទៀតហើយគាត់ក៏បានល្អូថាទួលនេះមានដើមឈើធំដែរហើយក៏មានព្រៃក្រាស់ជុំវិញដែរតែមិនសូវមានសត្វយ៉ាងម៉េចទេប្រហែលជាមកសាន់ណាប្រែជាខាតជើងហើយចាញ់ព្រៃទូចនៅខាងក្រោមទួលទេសម្បូរសត្វជាងពេលដែលគាត់និយាយបែបនេះគាត់ក៏បានដើរសម្ដៅទៅមុខទៀតពេលនោះគាត់ក៏បានឮសំឡេងសត្វអ្វីម្យ៉ាងស្រែកឬសូរតែខ្វាក់ពេលដែលគាត់បានចុចទៅលើទៅគាត់ក៏បានឃើញខ្លែងស្រាកកំពុងតែសម្លឹងមកមើលគាត់ពេលនោះគាត់ក៏បានយឹតចំពីមរបស់គាត់ក៏ប៉ុន្តែខ្លែងស្រាកមួយគូនោះក៏បានហើរចេញបាត់ទៅគាត់ក៏បាននិយាយថាចេះហើរតន់ឯងបើហើរមិនតន់ទេគ្រប់ចំពីមអញបាញ់ខ្វាក់ភ្នែកឯងទៅហើយពេលដែលគាត់និយាយអញ្ចឹងរួចគាត់ក៏បានធ្វើដំណើរទៅដល់ដើមអំពិលមួយដែលដើមអំពិលនោះគឺនៅកណ្ដាលទួលនោះឯងគ្រាន់តែគាត់ដើរចូលពេលនោះសំឡេងខ្យល់ក៏បក់ផាត់មកគៀកគាត់បន្តិចម្ដងធ្វើឲ្យគាត់ព្រឺរោមតែគាត់មិននឹកស្មានថាមានរឿងអ្វីឡើយគាត់ចេះតែដើរទៅសម្ដៅទៅដើមអំពិលនោះរួចភ្នែករបស់គាត់សម្លឹងមើលទៅលើពេលដែលមើលចុះមើលឡើងគាត់ក៏បានឮសំឡេងក្មេងយំតែគាត់មិនដឹងថាយំមកពីណានោះទេពេលនោះគាត់ក៏បានឆ្ងល់ថាចុំសត្វអ្វីយំដូចកូនក្មេងយ៉ាងម៉េះចុំសត្វអ្វីយំដូចកូនក្មេងអញ្ចឹងមួយជីវិតខ្ញុំនេះហើយមិនដែលឮសត្វណាយំអញ្ចឹងនោះទេគាត់ចុចពិលទៅវិញទៅមកនៅខាងក្រោមដើមអំពិលនោះតែមិនបានឃើញនោះទេតែក្មេងចេះតែយំសំឡេងក្មេងយំយើពីរបីដងតែលោកអ៊ំគង់គាត់ខំចុចរើណាស់ដែរតែគាត់រើមិនឃើញឡើយពេលនោះគាត់ក៏បានយកពិលរបស់គាត់បញ្ចាំងទៅលើដើមអំពិលស្រាប់តែពេលនោះគាត់ក៏បានឃើញអ្វីមួយសស្ទង់កំពុងតែយកកូននៅលើដើមអំពិលនោះឯងពេលដែលគាត់បញ្ចាំងពិលទៅចំមុខរបស់គេគាត់ក៏បានឃើញថាមុខនោះគឺជាមុខព្រាយដែលកំពុងតែបំពេកូននៅលើដើមអំពិលនោះឯងមុខវាអាក្រក់ខ្លាំងណាស់ភ្នែកវាលៀនអណ្ដាតលៀនដល់ដីសក់អូហន្លាយចំណែកឯអន្រឹងវាវិញកំពុងតែយូលយកនៅលើដើមអំពិលនោះអ៊ំគង់គ្រាន់តែឃើញភ្លាមគាត់នឹកស្មានមិនដល់គាត់គាំងអស់ស្មារតីរត់ក៏មិនចង់ទៅមុខហើយក៏ដើរក៏មិនចង់រួចពេលនោះគាត់ក៏បានទម្លាក់ពិលរបស់គាត់ក៏ប៉ុន្តែគេក៏បានក្រហមមកដាក់គាត់គេក្រហមពីរបីសាពេលនោះលោកអ៊ំគង់គាត់ក៏បានដឹងស្មារតីឡើងវិញគាត់ក៏បានប្រឹងរត់តែពេលនោះគាត់ថាគាត់ប្រឹងរត់ខ្លាំងណាស់គាត់មិនដឹងទិសសម្បន់នោះទេឲ្យតែចេញផុតពីទួលគាត់រត់កាត់បន្លាផងកាត់ព្រៃផងតែពេលនោះភ្លើងមួយក៏បានដេញពីក្រោយគាត់អ៊ំគង់រត់ខ្លាំងណាស់រត់រហូតទៅចេញផុតពីទួលក៏ប៉ុន្តែភ្លើងមួយគូនោះនៅតែដេញគាត់រត់ស្រែកផងឲ្យគេជួយផងព្រោះថាភ្លើងនោះដេញមកគៀកគាត់ពេកពេលនោះលោកអ៊ំគង់គាត់ក៏បានតាក់នឹងភ្លឺហើយក៏បានរត់ដួលនៅក្នុងវាលស្រែនោះទៅពេលដែលគាត់ដួលភ្លើងនោះក៏បានហោះមកកន្លងនឹងគាត់ពេលនោះគាត់ក៏ប្រឹងធ្វើដៃល្វិចហើយក៏បានងើបរត់បន្តទៅទៀតពេលនោះគាត់ក៏បានរត់ឃើញភ្លើងអ្នកភូមិចំនួន2នាក់ដែលទៅចាប់កង្កែបនោះគាត់រត់ផងគាត់ស្រែកឲ្យគេជួយផងស្រាប់តែពេលនោះភ្លើងដែលហោះតាមគាត់នោះស្រាប់តែវារលត់បាត់ភ្លាមមិនដឹងជាទៅណានោះទេលោកអ៊ំគង់ភ័យខ្លាំងណាស់គាត់ក៏បានរត់រហូតទៅដល់អ្នកទាំងពីរដែលមានភ្លើងពិលនោះគាត់រត់ស្រែកឲ្យគេជួយផងជួយខ្ញុំផងអ្នកភូមិទាំងពីរអ្នកនោះក៏បានរត់មកហើយក៏បានសួរថាអ្នកលោកអ៊ំតើលោកអ៊ំមានរឿងអីបានជារត់ស្លាតស្លន់
បែបនេះអ៊ំគង់គាត់ឆ្លើយមិនចេញហើយគាត់ក៏បាននិយាយថាអ្នកក្មួយទាំងពីរនាក់សូមជួយជូនអ៊ំទៅភូមិបន្តិចផងព្រោះថាអ៊ំមិនហ៊ានទៅនោះទេខ្មោចនៅទួលនោះខ្មោចនៅទួលដែលក្នុងព្រៃជ្រៅនោះបានលងអ៊ំពេលនេះអ៊ំគ្មានកម្លាំងដើរទៅផ្ទះនោះទេសូមក្មួយជូនអ៊ំទៅភូមិបន្តិចបុរសទាំងពីរនាក់នោះក៏បានជូនលោកអ៊ំទៅដល់ភូមិទៅហើយគាត់ក៏បានរៀបរាប់ថានៅព្រៃជ្រៅនោះគឺមានព្រាយមួយក្បាលដែលកំពុងបំពេកូននៅលើដើមអំពិលនោះឯងពេលនោះក្មេងប្រុសទាំងពីរនាក់នោះក៏បាននិយាយថាមែនហើយអ៊ំទួលនោះគឺមានព្រាយមួយក្បាលនឹងមែនឪពុករបស់ខ្ញុំក៏ធ្លាប់ជួបវាដែរតែឪពុករបស់ខ្ញុំជួបវាពេលថ្ងៃពេលនោះឪពុករបស់ខ្ញុំបានទៅបេះស្លឹកអំពិលនៅដើមនោះស្រាប់តែបានឃើញព្រាយនោះកំពុងតែបំពេកូននៅលើដើមអំពិលនោះទើបគាត់រត់មកវិញពេលនោះអ៊ំគង់គាត់ក៏បាននិយាយថាអ៊ំលែងហ៊ានទៅទៀតហើយចាប់ពីថ្ងៃនេះទៅគឺអ៊ំលែងហ៊ានទៅបាញ់សត្វឬក៏ទៅកន្លែងទួលនោះទៀតហើយពេលដែលលោកអ៊ំគង់បានគាត់ត្រឡប់មកផ្ទះវិញប្រពន្ធរបស់គាត់ក៏បានសួរនាំហើយគាត់ក៏បានរៀបរាប់ពីហេតុការណ៍ដែលគាត់បានកើតនោះពេលដែលគាត់ដេកព្រឹកឡើងគឺគាត់ដេកមិនលក់នោះទេគាត់ស្រមៃឃើញតែព្រាយបំពេកូនឬក៏ព្រាយរត់ដេញតាមគាត់នោះឯងលុះពេលព្រឹកឡើងគាត់ក៏បានឈឺហើយប្រពន្ធរបស់គាត់ក៏នាំគាត់ទៅស្រោចទឹកនៅឯវត្តចាប់ពីពេលនោះមកលោកអ៊ំគង់គាត់លែងហ៊ានទៅបាញ់សត្វនៅឯទួលនោះទៀតហើយឯសាច់រឿងរបស់គាត់ក៏សូមចប់តែត្រឹមនេះអរគុណពុកម៉ែបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃតាមដានសាច់រឿងមួយនេះសូមអរគុណសូមជម្រាបលា